អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកជាឱកាសដ៏មានអត្ថន័យក្នុងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិវប្បធម៌សេដ្ឋកិច្ចសង្គមជីវភាពរស់នៅក៏ដូចជាការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងការអភិវឌ្ឍនៅលើទឹកដីធម្មជាតិដ៏ស្រស់ស្អាតនៃខេត្តមណ្ឌលគិរីកសិកម្មគឺជាមុខរបរដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋក៏ដូចជាសហគមន៍ជនជាតិដើមភាគតិចក្នុងចំណោមដំណាំដ៏មានសក្តានុពលជាច្រើនដំណាំកាហ្វេបានក្លាយទៅជាប្រភពចំណូលដ៏សំខាន់ដែលជួយពង្រឹងជីវភាពគ្រួសារក៏ដូចជាការបង្កើនឱកាសអភិវឌ្ឍសហគមន៍ទោះបីជាខេត្តមណ្ឌលគិរីមានធនធានធម្មជាតិអំណោយផលដល់ដំណាំកាហ្វេយ៉ាងណាក៏ដោយក៏កសិករមួយចំនួននៅតែប្រឈមនឹងការខ្វះខាតចំណេះដឹងបច្ចេកទេសក៏ដូចជាធនធានចាំបាច់ក្នុងការដាំដុះរាប់ចាប់តាំងពីការជ្រើសរើសពូជការរៀបចំដីការដាំការតាក់តែងមែកការប្រើប្រាស់ជីក៏ដូចជាការការពារសត្វល្អិតរហូតដល់ការប្រមូលផលទាំងអស់នេះសុទ្ធតែអាចប៉ះពាល់ដល់គុណភាពនិងទិន្នផលកាហ្វេដោយមើលឃើញពីសក្តានុពលនិងបញ្ហាប្រឈមរបស់កសិករខូហ្វីបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមដើម្បីគាំទ្រការអភិវឌ្ឍដំណាំកាហ្វេក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចខូហ្វីក្រោមកិច្ចសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីអង្គការដៃគូការិយាល័យសេដ្ឋសាស្ត្រនិងផលិតភាពកសិកម្មអាជ្ញាធរមូលដ្ឋានក៏ដូចជាតំណាងសហគមន៍ក្នុងការចុះបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពីការដាំដំណាំកាហ្វេដោយផ្ទាល់និងជាក់ស្ដែងដល់ប្រជាកសិករដែលស្របទៅតាមស្ថានភាពនៅគ្រប់តំបន់នៅក្នុងខេត្តមណ្ឌលគិរីតាមរយៈការបណ្ដុះបណ្ដាលការអនុវត្តបច្ចេកទេសត្រឹមត្រូវកសិករអាចគ្រប់គ្រងចម្ការកាហ្វេរបស់ខ្លួនកាន់តែប្រសើរដើមកាហ្វេមានការលូតលាស់ល្អផ្លែមានគុណភាពនិងទទួលបានទិន្នផលខ្ពស់ជាងមុនផលិតផលទាំងអស់នេះមិនត្រឹមតែជួយបង្កើនគុណភាពនិងទិន្នផលកាហ្វេប៉ុណ្ណោះទេវាថែមទាំងជួយបង្កើនចំណូលពង្រឹងជីវភាពគ្រួសារក៏ដូចជាការបង្កើនទំនុកចិត្តដល់កសិករក្នុងការបន្តការអភិវឌ្ឍដំណាំកាហ្វេរបស់ពួកគាត់បន្តទៀតលើពីនេះទៅទៀត Coffee បានធ្វើកិច្ចសន្យាផលិតកម្មកសិកម្មទិញលក់ផ្លែកាហ្វេស្រស់ជាមួយនឹងកសិករដើម្បីធានាទីផ្សារនិងបង្កើនទំនុកចិត្តរវាងសហគមន៍អ្នកផលិតនិងវិស័យឯកជនដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់មួយដែលត្រឹមត្រូវមានស្តង់ដារនិងមាននិរន្តរភាពមិនត្រឹមតែប៉ុណ្ណោះក៏បានចូលរួមក្នុងការរក្សាតម្លៃទីផ្សារក៏ដូចជាផលិតផលកាហ្វេស្រស់ដែលមានភាពប្រកួតប្រជែងបច្ចុប្បន្នក្រោមកិច្ចសហការអនុវត្តគម្រោងជាមួយភាគីពាក់ព័ន្ធរដ្ឋាភិបាលក៏ដូចជាអង្គការដៃគូកសិករអាចមានលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណាំដើរដោយថាមពលព្រះអាទិត្យឬក៏ប្រព័ន្ធសូឡាដើម្បីរួមចំណែកក្នុងការលើកកម្ពស់ភាពធន់និងបម្រែបម្រួលអាកាសធាតុក្នុងឱកាសទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកថ្ងៃទី9សីហាឆ្នាំ2026នេះ Coffee សូមចូលរួមអបអរសាទរនិងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រកសិករជនជាតិដើមភាគតិចតាមរយៈការអភិវឌ្ឍដំណាំកាហ្វេនិងការលើកកម្ពស់ជីវភាពប្រកបដោយនិរន្តរភាពសម្រាប់ Coffee ការរីកចម្រើនអាជីវកម្មត្រូវដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើនរបស់កសិករសង្គមនិងសហគមន៍ Coffee នឹងបន្តចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹងបង្កើតឱកាសនិងសហការជាមួយនឹងភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍដំណាំកាហ្វេនៅខេត្តមណ្ឌលគិរីឲ្យមានគុណភាពនិងនិរន្តរភាព